ឥឡូវយើងទៅសេរីម៉ោងម្ដងសេរីម៉ោងមានន័យថាសេរីម៉ោងឲ្យដើរត្រូវហើយនឹងយើងកំណត់ម៉ោង12ម៉ោងក៏បាន24ម៉ោងក៏បានអញ្ចឹងរបៀបសេរីវាដូចគ្នាទេអញ្ចឹងយើងសកាត់អានេះជាប់មកអូខេយើងរុញទៅកន្លែងសេរីម៉ោងអញ្ចឹងយើងកំណត់24ម៉ោង12ម៉ោងមុនអូខេនៅនេះអញ្ចឹងពេលដែលកុងទ័របើកប្រអប់ដំបូងកន្លែងនេះលោត24ម៉ោងចេះចាំមើលវាលោត24ម៉ោងចេះអញ្ចឹងនៅពេលដែលវាលោត24ម៉ោងចេះយើងសេរីវាអញ្ចឹងយើងដល់លេខ10ចេះយើងចុចមកប៉ឹកចេះមកចុចមកប៉ឹកចេះមកយើងទាញវាតម្លាក់មកទាញមក12ម៉ោងវិញមកយើងសេរីឲ្យលោត12ម៉ោងចេះហើយយើងចុច select មួយមកឲ្យលោតទៅលេខ10វិញអញ្ចឹងយើងទៅសេរីម៉ោងម៉ោងបើកពីកុងទ័រគឺកន្លែងនេះលេខ8ណាលេខ8មានន័យថា time zone វាបូក8អញ្ចឹងស្រុកយើងគឺបូក7បណ្ដាត្រូវណាបើមិនអញ្ចឹងទេដើរលើស1ម៉ោងបណ្ដាបូក8អញ្ចឹងយើងចុច select មួយមកហើយយើងសេរីវាឲ្យថាវានៅលេខ8ចេះយើងសេរីវាមកយើងទាញវាថយក្រោយចេះមកដល់លេខ7កោះមូទាញត្រឡប់មកចេះមកប៉ឹកមកជាការស្រេចជាក្រាស់សាច់យើង select វាមួយមកពេល select ចាប់ select មកដល់កន្លែងនេះហើយយើងចុចមួយទៀតសកាត់ឲ្យជាប់ចេះមកឲ្យត្រឡប់ទៅដើមកុំចុចប្រឡែងយើងចុចប្រឡែងវាលោតទៅផ្សេងទៀតអញ្ចឹងយើងចុចឲ្យជាប់ចឹងមកវាលោតទៅដើមអញ្ចឹងលោតទៅដើមជាការស្រេចឥឡូវយើងទៅមើលម៉ោងយើងមើលដើរត្រូវឬអត់ណាអូខេឥឡូវម៉ោងវាម៉ោង 10:55 ត្រូវហើយម៉ោង 10:55 ហ្នឹងម៉ោងដើរត្រូវតែម្ដងណាអូខេយើងដាក់ចេះមកជាការស្រេចអញ្ចឹងការសេរីម៉ោងហើយផ្សេងដូចជា12ម៉ោងនិង24ម៉ោងយើងសេរីតែប៉ុណ្្នឹងក៏ជាការស្រេចហើយអត់ប្រមាទទេអូខេនេះឥឡូវយើងទៅដឹងពីរបៀបសេរីលបឿននៅវីរ៉ូកំណត់លបឿននៅវីរ៉ូសម្រាប់កុងទ័រ G21 អញ្ចឹងកុងទ័រ G21 សម្រាប់សេរីឲ្យរ៉ូគឺរបៀបចុចវាគឺខុសពីកុងទ័រផ្សេងអញ្ចឹងសម្រាប់កងមូលនេះប្រើដូចគ្នាតែរបៀបសេរីវាខុសគ្នារបៀបចុចទៅទាញវាសេរីតម្លាក់សេរីតម្លើងហ្នឹងណាអញ្ចឹងយើងចុចវានេះមួយមកចុចជាប់មកអូខេអញ្ចឹងវានៅលេខ1អញ្ចឹងយើងទៅសេរីលបឿនឲ្យវីរ៉ូយើងទៅលេខ2រុញពីឆ្វេងទៅស្ដាំទៅតម្លើងលេខទៅជាលេខ2អញ្ចឹងនេះលបឿនលេខនេះដាក់គេដាក់120អញ្ចឹងយើងអត់ចង់ដាក់120ទេយើងចង់សេរីវាតម្លាក់ត្រឹម100ឯមកអញ្ចឹងយើងចុចចេះមកប៉ឹកមកចុចមកប៉ឹកឲ្យវាលោតលេខនេះអញ្ចឹងលោតអានេះហើយអញ្ចឹងយើងតម្លាក់វាណាដើម្បីតម្លាក់វាបានកងមូលនេះយើងទាញពីស្ដាំមកឆ្វេងចេះណាទាញចេះមកដើម្បីតម្លាក់អញ្ចឹងបើថយមកទាញថយក្រោយចេះមកណាដល់119នេះទាញមកអញ្ចឹងយើងដាក់ត្រឹម100មកបានហើយអញ្ចឹងនៅពេលដែលរត់ដល់លបឿន100គឺវារោប្រាប់យើងហើយវាឡាមប្រាប់យើងអញ្ចឹងយើងសេរីហើយពេលសេរីហើយយើងចុចមកប៉ឹកបើសិនជាយើងចង់ទៅសេរីផ្សេងទៀតណាអញ្ចឹងចុចមកប៉ឹកមកយើងរុញទៅលេខ3មកអញ្ចឹងយើងចង់តម្លាក់មកតង់ទៀតឡើយនេះចង់សេរីតម្លាក់120ឬក៏150អញ្ចឹងមកយើងដាក់2តង់មកគីឡូដល់100ទៅយើងអត់បន្ថយជើងអញ្ចឹងទៅវារោមួយផ្លែតដាច់បាត់ទៅវាឈប់រោអញ្ចឹងឡើងដល់120វារោប្រាប់យើងម្ដងទៀតហើយវាអាឡាមប្រាប់យើងម្ដងទៀតដាក់អារម្មណ៍យើងឥឡូវខ្ញុំសុំដាក់ត្រឹម150បានហើយអូខេខ្ញុំសេរីហើយខ្ញុំចុចទៅហើយខ្ញុំទៅសេរីមកតង់ទៀតយើងសេរីបាន2តង់អញ្ចឹងនេះកន្លែងលេខ200នេះបើយើងចង់សេរីក៏សេរីទៅបើសិនមិនចង់សេរីក៏តាមនឹងតែប៉ុណ្្នឹងទៅជាការស្រេចហើយសម្រាប់ការកំណត់លបឿនឲ្យរោអញ្ចឹងយើងសេរីហើយអញ្ចឹងយើងលេខចង់សេរីទៀតវានៅជាប់លេខ4អញ្ចឹងលោតផ្លេតយើងចង់ត្រឡប់ទៅឲ្យរួចរាល់ជាទៅផ្ទៃដើមវិញយើងចុចសកាត់ឲ្យជាប់ម្ដងទៀតត្រឡប់ក្រោយវិញមកអូខេអញ្ចឹងកុងទ័រយើងជាការស្រេចហើយការកំណត់លបឿនឲ្យរោតែប៉ុណ្្នឹងឯងណា